អនឡាញមានចាប់អារម្មណ៍ថាមិនបានខ្មែរយើងប្រើលុយដុល្លារមែនតាខ្មែរយើងចាយលុយដុល្លារច្រើនចាំមើលរូបិយប័ណ្ណខ្មែរយើងរៀលទេក៏ប៉ុន្តែនៅពេលដែលយើងនិយាយពីដីម៉ាការ៉េហ្មងនិយាយដុល្លារឡានមួយគ្រឿងហ្មងនិយាយដុល្លារផ្ទះអីគឺនិយាយគិតដុល្លារទាំងអស់ដោយសារតែ1975ដល់1979ណាគឺប្រទេសខ្មែរហ្នឹងគឺបាត់បង់លុយហ្មងណាមែននៅក្រុមសម័យខ្មែរក្រហមហ្នឹងណាគឺគេលុបបំបត្តិធនាគារលុបបំបត្តិការចាយរូបិយប័ណ្ណហ្មងណាអញ្ចឹងទៅមានន័យថាប្រទេសអត់មានលុយទេហើយបន្ទាប់ពីរបបហ្នឹងដួលរលំប្រជាជនខ្មែរយើងអត់មានលុយអញ្ចឹងនាំគ្នាប្រើវិធីផ្សេងដោះដូរដូចជាដោះដូរអង្គយោលដូចអាណៃមិនដែលលឺចាស់តាបងយាយបងធ្លាប់និយាយគឺគាត់មានស្រូវគឺគាត់ដឹកស្រូវហ្នឹងទៅភូមិនេះដើម្បីដូរយករបស់អីមួយហើយអ្នកដែលមានពោតអីយកពោតមកដោះដូរយើងអង្គយោដោយសារអត់មានលុយគឺបាត់លុយខ្ទេចហ្មងប្រទេសអត់មានលុយទេបន្ទាប់មកបានដល់1980បានចាប់ផ្ដើមគេដាក់ប្រាក់រៀលឲ្យប្រើវិញដល់ពេលប្រាក់រៀលចូលអត់មានគេទុកចិត្តទេអញ្ចឹងទៅខ្មែរឆ្លាតដឹងធ្វើម៉េចអត់យកលុយដុល្លារយកមកចាយអូខេឥឡូវយើងយកលុយរៀលយើងយកមកប្រើវិញក៏ប៉ុន្តែយើងអត់ទុកចិត្តលុយរៀលយើងទេវាដឹងថាបាត់បង់ពីណាទៀតទេអញ្ចឹងដោយសារយើងអាចយើងអង្គយកអីយកទៅដោះដូររបស់របរបានទៀតទេអញ្ចឹងទៅធនាគារជាតិហ្នឹងយកលុយដុល្លារយកមកប្រើហ្នឹងក៏ប៉ុន្តែនៅពេលដែលចូលដល់សម័យអ៊ុនតាក់គឺចាប់ផ្ដើមកាន់តែចាយលុយដុល្លារកាន់តែខ្លាំងអានេះបើឈ្មោះកាត់នេះ United Nations Transitional Authority in Cambodia នេះដល់ពេលគេហៅកាត់គេហៅថាអ៊ុនតាក់ពួកអ៊ុនតាក់ហ្នឹងគឺគេចូលមកបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសចប់1991ដល់ពេល1992ពួកអ៊ុនតាក់ហ្នឹងចាប់ផ្ដើមចូលមកអញ្ចឹងអង្គការសហប្រជាជាតិហ្នឹងគឺគេបញ្ជូនប៉ូលីសទាហានស៊ីវិលអីហ្នឹងរាប់ម៉ឺននាក់មកខ្មែរដើម្បីរៀបចំការបោះឆ្នោតសាជាថ្មីបុគ្គលិកអ៊ុនតាក់រាប់ម៉ឺននាក់អញ្ចឹងវាមិនត្រូវនៅផ្ទះជួលវាមិនត្រូវចាយអីហើយបើកប្រាក់ខែក៏ត្រូវបើកប្រាក់ខែជាលុយដុល្លារដែរដល់ពេលមកដល់ខ្មែរចុះពួកនេះចាយលុយដុល្លារអញ្ចឹងយកលុយដុល្លារមកចាយបណ្ដោយអញ្ចឹងវាយករាប់ម៉ឺនដុល្លារយកមកចូលក្នុងប្រទេសកម្ពុជាមានន័យថាពួកអ៊ុនតាក់ហ្នឹងវាមកវាមិនជួលផ្ទះនៅខ្មែរដល់ពេលជួលផ្ទះវាឲ្យលុយជាលុយដុល្លារអញ្ចឹងម្ចាស់ផ្ទះទទួលលុយដុល្លារហ្នឹងយកទៅចាយទិញបាយទិញអីញ៉ាំអញ្ចឹងទៅលុយដុល្លារហូរជុំវិញប្រទេសកម្ពុជារហូតមកដល់ឥឡូវហ្នឹងឯងមានខ្មែរកំពុងតែអត់ទុកចិត្តលុយរៀលខំយកលុយដុល្លារយកមកចាយដល់ពេលអ៊ុនតាក់មកដាក់លុយដុល្លារថែមទៀតពេញប្រទេសបណ្ដោយគឺអត់អាចខ្វះលុយដុល្លារបានទេអញ្ចឹងហើយបានខ្មែរឥឡូវព្យាយាមចាយលុយរៀលគឺដើម្បីលើកលុយរៀលឲ្យឡើងខ្ពស់វិញធ្វើម៉េចឲ្យប្រជាជនខ្មែរ17លានអ្នកជាងហ្នឹងធ្វើម៉េចឲ្យទុកចិត្តលើលុយរៀលបានលុយរៀលមានតម្លៃវិញដូចបងឃើញហាងកាហ្វេមួយហាងកាហ្វេ Bitswit ហាងកាហ្វេហ្នឹងនៅណាហាងកាហ្វេហ្នឹងនៅជិតសាលាចំពោះវត្តណានិយាយទៅនៅក្រោយសាលាចំពោះវត្តហ្នឹងឯងគឺ menu គេដាក់ជាប្រាក់រៀលហ្មងមែនមានថា drink នេះមួយកែវ6000រៀលមួយកែវ7000រៀលគឺម្ចាស់ហាងកាហ្វេហ្នឹងគឺចង់ឲ្យប្រជាជនហ្នឹងចាយប្រាក់រៀលដើម្បីលើកតម្កើងប្រាក់រៀលសំខាន់ហាងកាហ្វេគេតកកផលិតខ្លួនឯងហើយ드링ឆ្ងាញ់ហិចថោកហើយដោយសារបើកចិត្តសាលាអញ្ចឹងគឺដើម្បីឲ្យក្មេងៗសិស្សសាលាមកញ៉ាំហើយតកកហ្នឹងអាម៉ាស៊ីនផលិតតកកហ្នឹងគាត់មានខ្លួនឯងហ្មងហើយសំខាន់សិស្សដែលត្រូវប្រឡងបាក់ឌុបគឺគេមាន discount 30% ទៀតនេះឡើយ